ការនោះព្រះនារាយណ៍រាមេសូរព្រះចៅក្រុងកម្ពុជាទ្រង់សោយរាជសម្បត្តិនៅបន្ទាយលង្វែកពុទ្ធសករាជ1900 កន្លងមក500ប្លាយឆ្នាំហើយទ្រង់សព្វព្រះរាជហឫទ័យនឹងនាងក្រមុំម្នាក់ជាកូនរបស់ជ្វាដែលនៅភូមិទួលអំពិលទួលថ្លោកនៅជាយខាងត្បូងភូមិពោធំតូចកំពុងលួងសព្វថ្ងៃនេះជ្វាជាឪពុកនាងនោះក៏ព្រមថ្វាយមិនហ៊ានតឹងទាស់តែធ្វើសំណូមពរសុំឲ្យទ្រង់ចូលសះហើយរៀបការតាមច្បាប់ឲ្យស្របតាមប្រពៃណីចាំជ្វាសម្ដេចព្រះនារាយណ៍រាមទ្រង់សព្វព្រះទ័យនឹងនាងមងាសទេវីណាស់នឹងទប់ទល់ព្រះទ័យពុំបានព្រោះនាងនៅប្រកបនៅរូបឆោមល្អមានសម្បុរស្រស់បំប្រងហើយជាត្រកូលអ្នកមានសម្បត្តិច្រើនផងទ្រង់ក៏បណ្ដោយតាមអធ្យាស្រ័យព្រមចូលសះឲ្យតែបាននាងជាអគ្គមហេសីពួកចាំជ្វាក៏និមន្តសង្ឃរាជសាសនាច្រើនអង្គនឹងកញ្ញាពុំបានហើយធ្វើព្រះពន្លាជ័យខ្វាត់ខ្វែងនៅទីភូមិនោះតាំងបួងសួង7ថ្ងៃសូត្រមុនបញ្ចូលសាសនាចាំជ្វារួចកាត់ចុងអង្គជាតិស្ដេចដង្ហែយកទៅធ្វើឃ្លាំងដាក់វេលានោះមានមន្ត្រីធំតូចចូលសះជាមួយនឹងព្រះមហាក្សត្រជាច្រើនដោយចង់បានកូនចាំជ្វាដែលចាំជ្វាក៏កាត់ចុងអវិវៈយកស្បែកទៅដាក់ឃ្លាំងជាមួយស្ដេចភូមិនេះក៏ប្រែឈ្មោះហៅថាភូមិឃ្លាំងស្បែកវិញជាប់ដល់សព្វថ្ងៃមួយដល់ពេលនឹងឡើងទៅសំពះការទ្រង់បានតាំងមហាតលិកម្នាក់ឲ្យហៅថាចៅរាជកុលកុមារឲ្យទៅសំពះជំនួសព្រះអង្គតាមទំនៀមស្ដេចដែលត្រូវរៀបការនឹងរាជតែពួកចាំជ្វាមិនព្រមដោយយល់ថាព្រះមហាក្សត្រយកកូនយើងទៅដំកើងធ្វើជាអគ្គមហេសីម្ដេចក៏ឲ្យគេមកសំពះជួសព្រះអង្គទៅវិញសូមទ្រង់យាងទៅគង់ទន្ទឹមនឹងកូនយើងផងតែយើងមិនអាចហ៊ានឲ្យទ្រង់ក្រាបសំពះទេស្ដេចក៏ទ្រង់យល់ព្រមតាមពួកចាំជ្វាក៏យកព្រះពុទ្ធហួសយ៉ាងល្អមានតម្លៃច្រើនមកតុបតែងព្រះអង្គឲ្យទ្រង់សម្លុយដូចសារងហើយថ្វាយអាវផាយដ៏មានប៉ាក់រំលេចដោយខ្សែសោយមាសមានត្បូងភ្លឺរន្ទាលច្រាលឆ្អៅឯនាងមងាសទេវីបួងសក់ពាក់ស្បៃដណ្ដប់ផាហ៊ុមលឿងទុំតាមរបៀបចាំជ្វាមុននឹងចេញមកផ្ទឹមនឹងស្ដេចមានអ្នកចម្រៀង2នាក់ច្រៀងសុំកូនស្រីមានទំនុកទំនៀមចាំជ្វាមកដល់ឥឡូវនេះថាអនឲ្យស្រីអនសុំបើកវាំងនុនសុំអនមកផ្ទឹមបងបើកទ្វារអនចេញសន្សឹមអនចេញមកផ្ទឹម2នាក់នឹងបងព្រះបាទសម្ដេចព្រះនារាយណ៍រាមាទ្រង់សព្វព្រះទ័យនឹងរបៀបចាំជ្វារៀបមង្គលការដូច្នោះហើយទ្រង់ក៏អនុញ្ញាតឲ្យបណ្ដាជនធ្វើតាមលោកទើបមានជាប់ជាទំនៀមស្លៀកសំលុយពាក់អាវផាយឲ្យកូនប្រុសឡើងផ្ទឹមនិងកូនស្រីបួងសក់ពាក់ស្បៃដល់សព្វថ្ងៃ